ณะธรรมเพียบหนึ่งเลือกยกกูกาใบย่างสำคัญหรือบ่พระสมมาสัมพุทธปองสำได้สายสปรามพระภาษาบรรทัยใบยืนสรบมกนสอใบสำคัญกูกาบังหัดบังเรียนตีมุ้ยคือมันเอามนุษย์นั่งสร้างอำเภอเกราะได้อาจปะปอดเราสิกได้ซอกเราพอไปยาวโดยจิกากับสำรับเบียนลวนเฉาะพลอนหรือก็พูดก็เหาะบอกปราเนี่ยเดตนั่นคือพุทธปองเอายืงหามดับใบบานสิกได้ซอกขนมชีวิตมันครูนไอก็ได้ครูซาก็ได้ក្នុងសង្គมก็ได้มนุษย์สมาชิกในក្នុងសង្គមនឹងចាំបាច់ទី1គឺត្រូវជៀសវាងអំពីអំពើអាក្រក់អំពើបាបហ្នឹងប៉ុន្តែអំពើបាបហ្នឹងវាមិនមែនតលយើងចូលសិលចូលទានហើយបានមានបាបមែនទេមនុស្សសាមញ្ញទាំងអស់គ្នាហ្នឹងតែយើងខឹងក្រោតមួម៉ៅក្តៅក្រហាយជេរបន្តិចផ្ដាសាចំណែននិន្ទាឈ្នានេះហ្នឹងសុទ្ធតែជាអំពើបាបហើយតែកាលណាមានអានឹងច្រើនសង្គមយើងមិនសូវបានសុខប្រមាណទេចំណុចទី2គឺត្រូវសាងអំពើល្អបើត្រូវផឹងប្រែងហ៊ានសូត្រត្រូវសាងកុសលការជួយសង្គ្រោះការរក្សានៅកាយវិជាឲ្យបានត្រឹមត្រូវការគោរពដឹងគុណមេត្តាបិតាការមានខន្តីអត់ធន់នៃទាំងអស់ហ្នឹងសន្សំកុសលហ្នឹងឲ្យបានច្រើនរឿយក្នុងជីវិតទៅអាហ្នឹងបន្ថែមពីការមិនធ្វើអាក្រក់គឺធ្វើតែអំពើល្អហើយចំណុចទី3គឺការសម្អាតចិត្តឲ្យស្អាតបរិសុទ្ធតាមរយៈការស្ដាប់ធម៌តាមរយៈការអប់រំចិត្តតាមរយៈការធ្វើសមាធិតាមរយៈការពិចារណានៅធម្មជាតិចេះទទួលស្គាល់នៅធម្មជាតិដែលកើតឡើងក្នុងជីវិតនេះចិត្តរបស់យើងវាត្រជាក់វាស្ងប់មិនសូវមួម៉ៅក្តៅក្រហាយខ្លាំងទេអញ្ចឹងជាសរុបមកវិញគួរការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធសំខាន់ហ្នឹង3យ៉ាងគឺទី1បើដើម្បីឲ្យជីវិតបានសេចក្តីសុខទាំងជីវិតតខ្លួនគ្រួសារនិងសង្គមគឺទី1មនុស្សទាំងអស់គ្នាត្រូវជៀសវាងអំពីអំពើអាក្រក់ទៅបាត់អំពើអាក្រក់នឹងពេលខ្លះនាំឲ្យយើងបានផលប្រយោជន៍ខ្លះក៏ពិតមែនប៉ុន្តែក្នុងរយៈពេលវែងវានឹងនាំឲ្យគ្រោះថ្នាក់ដល់យើងនិងដល់សង្គមអញ្ចឹងទី1គឺកុំឲ្យធ្វើអំពើអាក្រក់ទី2ត្រូវសាងអំពើល្អត្រូវចេះស្រឡាញ់ចេះរាប់អានចេះជួយគ្នាទៅវិញទៅមកចេះគោរពសិទ្ធិគ្នាទៅវិញមកធ្វើត្រូវសាងតែអំពើល្អហើយនឹងទី3គឺសម្អាតចិត្តឲ្យបានបរិសុទ្ធទើបជីវិតនឹងមានសេចក្តីសុខយូរអង្វែងអរគុណច្រើននៅក្នុងសង្គីលកៈសូត្រពុទ្ធព្រះអង្គសម្ដែងពីទួនាទីរបស់មេដាបេដាល្អមាន5យ៉ាងទី1ហាមកូនមិនឲ្យធ្វើអាក្រក់តាំងពីអរិយាបថតាំងពីអកប្បកិរិយាពាក្យសម្ដីចេះជេរចេះអីហ្នឹងគឺថាបញ្ញាប់ហាមបើមានដៃមានជើងដើរលួចគេអីកុំសប្បាយចិត្តជាមួយកូនលួចបានរបស់មកនឹងអានឹងគ្រោះថ្នាក់ថ្ងៃក្រោយយើងកើតទុកឲ្យសារកូនអញ្ចឹងវឹកវើហាមឃាត់មិនឲ្យកូននឹងធ្វើអំពើអាក្រក់ទី2ដឹកនាំកូននឹងឲ្យធ្វើអំពើល្អចេះគោរពចេះគួរសមសម្ដីទុនភ្លុនចេះដាក់បាតចេះធ្វើទានចេះរៀបចំអរិយាបថយ៉ាងម៉េចឲ្យសមរម្យតាំងពីទូចមកកុំចាំធំហើយមិនមែនធ្វើតែពីទូចទេធំឡើងក៏នៅតែបន្តឲ្យកូននឹងចេះអោនលំទូនចេះធ្វើទានចេះជួយសង្គ្រោះអ្នកដទៃអ្នកដែលបានប្រយោជន៍អំពីកូនល្អមុនគេគឺម៉ែឪនឹងឯងហើយទី3ព្រះអង្គឲ្យម៉ែឪនឹងបញ្ជូនកូនទៅរៀនកុំឲ្យកូនល្ងងខ្លៅពីព្រោះកូនត្រូវឈរឯករាជ្យដោយខ្លួនឯងនៅថ្ងៃអនាគតមិនអាចរស់នៅជាមួយនឹងឪពុកម្ដាយនឹងរហូតទេអញ្ចឹងចំណេះដឹងជាសសរបង្គោលជីវិតដើម្បីឲ្យជីវិតនឹងបានរឹងមាំដល់ទី4ត្រូវរៀបចំអនាគតគ្រួសារឲ្យកូនមិនមែនជាការបង្ខិតបង្ខំទេប៉ុន្តែម៉ែឪមានតួនាទីមួយនឹងសំខាន់រៀបចំទុកដាក់កូនចៅតាមការស្រឡាញ់ពេញចិត្តរបស់កូនផងពីសម័យដើមម៉ែឪជាអ្នករៀបចំប៉ុន្តែសម័យឥឡូវនេះ
mình chẳng thằng sòng thì vấn đề có thể tại nữ cầu ca mưa cả có trời rồi bỏ miệt đà đãให้cô cùng bậc khất bậc khom thôi niềm miền sầm biệt đại về ai miềnปัญหาต่างไทยตะกราวตัววิ่งให้ที่บุญที่พรำปองเอามานึงใจตรวบtừ ตามกาเปเวลีเปโกเนเรียนก็ใจตามเปเนเรียนเปรียบกาก็ใจตามเปรียบกาเพราะนั้นโลกมันเอามานึงใจต่างออกได้เป็นพรวดเตยตุกดะสมัยจำครูนไอไปยัดตะโกนนึงมันล้อไปยืนใจตรอบออกเตยอันนั้นยืนขูดถนัดอันเมียนไอตรอบครูนยังเห็นการทำพิจารณาเบอร์ใหญ่ปีตรอบวิ่งมาทำใจใบใจตรอบนั่งจีใบที่มุ้ยตรอบสมบัติได้ที่สายจำการลุยกะนั่งอันนั้นจับใบใจเธอเอาโกนเบอร์อูตัวแต่โกนเรียนโซดเอาโกนไอเมียนจำไหนดังโกนเรียบกาtớiโกการบุกระบบเอาแต่ปัจจัยนั่งจีcho là cầmรัดเตียบมุ้ยจำตรอบมุ้ยติดได้เธอมาเอาใจได้คือจำไหนดังเอาโกนเธอเรียนตรอบมุ้ยติดได้สำคัญคือกุนทอสลัดทอได้จีตรอบสำคัญในขนมจัดสันดานว่าโกนตัวโกนนั้นอยู่ดังปีเอาไว้ละเอาไว้กระเอาไว้กูดเฟือเอาไว้มันกูดเฟือเอาไว้จีบอลเอาไว้จีบาบเมียนสเตปัญญาสมาร์ทได้อยู่ดังปีกาปิดในชีวิตนี่มันสมกสมายมันไพ่มันปลุยบารอมนั่งอันนั่งตรอบนั่งก็เถิดแต่หมายเรียบจอมไอโกนได้หากหมายครูนไอนั่งเถิดโยตรอบนั่งมาตุกครูนไอคือตรอบปัญญานั่งไงจังหมายล้อตีมุ้ยหามโกนมันเอาถั่วขอตีปีนายนอมโกนในถั่วล้อตีใบไอโกนเตเรียนตีบุญเรียบจอมหัวซาไอโกนตีแผมใจตรอบตามกาไอโกนอันนั้นจะตัวตีระบะเมียดาไปดาล้ออันมุตรียังเวลาทำพิจารณาโยบเทียนบอดมุ้ยแต่เติงหนึ่งทัตเตอร์ระเวียงมันนู้หนึ่งสัตว์นั่งเข้าคนเดียวทองนาหนุ่มพุทธศาสนาลุใบใจมันนู้เป็นแหละขณะใบยางโดยสัตว์ให้ตะมุ้ยเข้าปีศาจแต่มันนู้หนึ่งสัตว์จะnóiที่มุ้ยแต่โดยนี้คือโลหะธากาแม่ใส่ยากาแม่ใส่ยาเมียในธากาเมียนสิกระไดสลันจบจุ่มแปะวิญญาณสูตรติดตั้งเมียนประเดี๋ยวเมียนปนเมียนโกนจบจุ่มแปะวัวแล้วนั่งสัตว์ของเมียนประเดี๋ยวปนตามสัตว์จังเตยมนุษย์ยืงของเมียนประเดี๋ยวปนกาไอทำเถอไอจังเถอคลำเถอคลายจังเตยของเมียนจังเตยจังอันนี้ต่อปุยพุงวงตะโกกามาสัญญาเนี่ยแต่ติปีลูกหาท้าโกจระสัญญานั่งลำลายนอมคนนี้ดาวหัวซีหัวจำในมันนึกว่าแต่หัวลุยหัวกะหัวกระเตียวหัวใบจังแต่สัตว์จับกับหาโรยจำในตามสเปียกระเตะบ่าววีจังแต่จังแต่งสัตว์แต่งมนุษย์แต่กาดาวโรยจำในสมัยจำชีวิตนี่โดยคนนี้ดาวติใบลูกหาท้าแม่ระนะสัญญาแม่ระนะสัญญาเมียในถักคลายสลับแต่เบกีจูงยืงถ้าเอามาโตขย่มเบิ่มมันเอาขย่มบังยืงคลายสลับให้จึงเอามาโตเกแต่หรือกระถางโอกาสตึกนุ่มไอ้มาถือกัดชืงเจนยืงกัดได้ยืงมันสกจัดสลับไปอันนั้นได้สายได้สามีนแม่ระนาสัญญาเนี่ยคลายสลับซัดก็จังไปยืงเยอะแต่บงยืงเยอะก็บัดดันกับเวียนตัวก็เวียรุดแต่รู้ก็เวียคำยืงเป็นอย่างแต่ติบุญได้เข้าปีศาจนั่นมนุษย์เข้าปีศาจนั่นคือทอมแม่สัญญาเมียในทาดังเข้าดังเถือซัดอุทธาชกายเจ้าเมวิคอมจำบ่มบ่าดอต่างตู้เมากาเปียเวียดเอาเปียเวียดทมหลังจุงก้าวเวียคำไม้เวียจุงก้าวเวียโยไม้เวียเธอผู้ปุ่นวิ่งจังตัวกุเมียนพอมันนู้ยืงมันจังไงเมียนตันยูเมียนกาดังเข้าดังเถือเมียนกาเจกิดพิจารณาเวงชงายเมียนกาเรศาเซอร์กาจุยสังครูกาถือเตียนเองจังเตยให้เบอร์มนุษย์คว้าทอมแม่สัญญานี่
អានឹងគេហៅទៅជាមនុស្សដេឆានវិញឯងលែងដឹងខុសលែងដឹងត្រូវកັບចាក់ធ្វើបាបជិះជាន់អញ្ចឹងតែអានឹងលែងជាមនុស្សពេញលក្ខណៈហើយអញ្ចឹងដើម្បីឲ្យបានមនុស្សពេញលក្ខណៈត្រូវមានធម្មសញ្ញាត្រូវមានគុណធម៌ត្រូវមានសេចក្តីល្អត្រូវមានសិលនៅក្នុងខ្លួនមានមេត្តាករុណាមុទិតាចេះយោគយល់សង្គ្រោះសន្តោសប្រោសប្រណីចេះដឹងគុណចេះតបគុណដល់អ្នកដ៏មានគុណរបស់យើងចេះអប់រំខ្លួនអភិវឌ្ឍខ្លួនឯងឲ្យបានចម្រុងចម្រើនទាំងសុខភាពទាំងចំណេះដឹងទាំងគុណធម៌អានឹងទើបសមជាមនុស្សពេញលក្ខណៈអនុមោទនានៅក្នុងធម៌មានមនុស្សមួយប្រភេទនោះសម្បូរសទ្ធាប៉ុន្តែខ្សោយបញ្ញាមានន័យថាងាយនឹងជឿគេប្រាប់គេខ្សឹបអីតិចលួងតាមសម្ដីរបស់គេឃើញទៅដូចថាជឿជាក់ហើយជួនកាលអាចងាយនឹងត្រូវគេបោកដោយសារយើងទុកចិត្តគេខ្លាំងពេកខ្វះអីអ្នកដែលមានបំណងអាក្រក់គេប្រវាញ់លើសន្តានចិត្តល្អរបស់មនុស្សល្អហ្នឹងអញ្ចឹងបានយើងត្រូវមានទាំងសទ្ធាយើងត្រូវមានទាំងបញ្ញាមានន័យថាមុននឹងទទួលជឿថារឿងនឹងវាអញ្ចឹងមនុស្សនឹងវាល្អពិតមែនវាត្រូវការពេលវេលាដើម្បីសង្កេតពិនិត្យថាតើព័ត៌មាននឹងវាមានប្រភពច្បាស់លាស់ឬទេហើយយើងបានស្ដាប់គ្រប់ជ្រុងជ្រោយហើយនៅមុននឹងវិភាគមុននឹងវិនិច្ឆ័យថាល្អអាក្រក់ពិតមិនពិតនឹងកុំឲ្យគ្រាន់តែឃើញគេផុសភ្លាមជេរ like share comment ចុងក្រោយខ្សុយទៅទេសោះមិនមែនអញ្ចឹងសោះហើយនឹងគ្រោះថ្នាក់នៅក្នុងសង្គមបច្ចុប្បន្នហ្នឹងមនុស្សលួងនឹងអ្វីដែលខ្លួនឯងឃើញនឹងភ្នែកហើយមិនសូវបានពិចារណាឬគោលហេតុផលថាវាមានរឿងអីបានទៅជាអញ្ចឹងហើយយើងត្រូវវិភាគឲ្យបានសពគ្រប់ជ្រុងជ្រោយឯងអញ្ចឹងបានពេលខ្លះព័ត៌មានបំផោងព័ត៌មានគេបន្លប់យើងវក់តាមគេចង់បាន like ចង់បាន share គេចង់ឲ្យយើងចូលទៅមើល website គេដាក់ទៅចំណងជើងអីបន្តិចឲ្យចាប់អារម្មណ៍វក់ទៅអត់ដឹងថាវាពិតមិនពិតអីចេះតែ like ចេះតែ share ចេះតែ comment ទៅឬក៏អ្នកខ្លះទៅអូគ្រាន់តែគេប្រាប់ថាអូទៅនេះគ្រូនេះទៅកែគ្រូនោះទៅវីវក់វិលវល់វល់វក់អត់ប្រឹងប្រែងធ្វើការធ្វើងារគិតតែជឿគិតតែដាក់ចិត្តគំនិតហ្នឹងទៅលើរឿងខាងក្រៅអញ្ចឹងយើងត្រូវមានសមត្ថភាពគ្រប់គ្រងចិត្តខ្លួនឯងពិចារណាមើលវាសមមិនសមទេគ្មានករណីខ្លះដែរគេបបួលឲ្យរស់ស៊ីដាក់ទៅបានហើយដល់ចុងក្រោយវាឡងចង់លក់ផ្ទះលក់សម្បែងខ្ចីលុយធនាគារអស់ដីអស់ធ្លីទៅអានឹងដោយសារយើងដូចថាវក់មនុស្សលោភរៀងឆោតឃើញដាក់ទៅបានវាជាលោភលន់ច្រើនហើយអត់គិតដល់អំពីហេតុផលឬក៏លទ្ធផលចុងក្រោយឯងចឹងគាត់តែរំលឹកនៅក្នុងធម៌លោករំលឹកឡើងវិញថាយើងត្រូវមានទាំងសទ្ធាយើងមិនមែនថាឲ្យស្អប់មនុស្សទេស្ដាប់ត្រេះរិះពិចារណាប្រើបញ្ញាមើលថាតើវាសមនឹងអញ្ចឹងដែរឬក៏អត់ទេហើយចាំយើងធ្វើការវិភាគវិនិច្ឆ័យជាខាងក្រោយ
អាហារផ្លូវចិត្តភាគ4ពពកមកបាំងប្រច័ណ្ឌមួយរយៈពេលតូចរួចក៏រសាត់បាត់ទៅរឿងរ៉ាវទាំងឡាយមកដល់ជីវិតអ្នកមួយរយៈពេលរួចក៏កន្លងហួសទៅមិននៅជាមួយអ្នកយូរទេតែបើអ្នកអោបក្រសោបវាទុករឿងសៅមកនោះនឹងនៅជាមួយអ្នកយូរមិនខានអ្នកខ្លះរសេមរសាមច្រើនសម្រេចចិត្តមិនច្បាស់លាស់យូរទៅคล้ายជាទម្លាប់មិនល្អធ្វើឲ្យចិត្តសាំញ៉ាំច្រើនគិតឲ្យច្បាស់បើរើសមួយណាឲ្យប្រកបមួយនឹងកុំដូរចុះដូរឡើងដល់ផ្លូវបត់អ្នកត្រូវតែសម្រេចចិត្តបត់ឆ្វេងឬបត់ស្ដាំរើសបានតែមួយបន់ជួយអ្នកឲ្យជួបមនុស្សល្អឲ្យសម្រេចចិត្តត្រូវឲ្យការងារងាយនឹងបានសម្រេចផលព្យាយាមសាងបុណ្យឲ្យបានរឿយបុណ្យមិនភ្លេចម្ចាស់វាទេរបៀបគិតច្នៃជីវិតអ្នកបើអ្នកទម្លាប់គិតបែបណាខ្សែជីវិតអ្នកនឹងធ្លាក់ក្នុងគន្លងនោះដែរទម្លាប់សន្សំចិត្តល្អចិត្តជាកុសលចិត្តតស៊ូព្យាយាមធ្វើវាឲ្យជាទម្លាប់ក្នុងជីវិតអ្នកខ្លះអង្គុយបង្កើតរឿងមកបន្លាចចិត្តខ្លួនឯងអ្នកមិនអាចគ្រប់គ្រងអនាគតកាលបានទាំងស្រុងទេប្រុងប្រៀបតែក៏ត្រូវចេះព្រមតាមជាក់ស្ដែងទើបមិនសូវកើតទុក្ខខ្លាំងចិត្តមួម៉ៅច្រើនទៅរារាំងបុណ្យចាស់មិនងាយឲ្យផលបុណ្យខ្លាចមុខអ្នកមួម៉ៅច្រើនរូបស្អាតតែចិត្តអាក្រក់ចាត់ទុកជាមនុស្សអាក្រក់រូបមិនស្អាតតែសន្តានចិត្តល្អចាត់ទុកជាមនុស្សល្អអ្នកខ្លះសម្បូរបុណ្យរូបក៏ស្អាតចិត្តក៏ល្អអ្នកខ្លះខ្វះបុណ្យចាស់កើតមករូបមិនស្អាតហើយចិត្តអាក្រក់ទៀតព្រោះមិនបានធ្វើបុណ្យថ្មីវាសនាជីវិតមនុស្សម្នាក់ខ្ពស់ទាបមិនដូចគ្នាទេតាមកម្លាំងបុណ្យនិងការព្យាយាមពេលបច្ចុប្បន្នរីករាយនឹងអ្វីដែលអ្នករកបានជួយដល់អ្នកខ្វះខាតសប្បាយចិត្តចំពោះសេចក្តីសុខរបស់អ្នកដទៃពេលស្លាប់ទៅគ្មានយកអ្វីទៅតាមខ្លួនបានបន្តិចបន្តួចឡើយមិត្តភាពជាផ្នែកដ៏សំខាន់នៃជីវិតការជ្រើសរើសមនុស្សត្រូវដែលលោកហៅថាកល្យាណមិត្តអាចជួយកំណត់ជោគវាសនាជីវិតអ្នកបានមនុស្សមិនល្អនាំឲ្យយើងកើតបាបដែលធ្វើឲ្យយើងអន្តរាយឆ្លៀតពេលមើលថែរក្សាផ្លូវចិត្តអ្នកកុំបណ្ដោយឲ្យវារងគ្រោះខ្លាំងរហូតពិបាកសង្គ្រោះ
កុំរវល់ដល់ថ្នាក់រោគពេលស្លាប់មិនបានកុសលធម៌គុណធម៌ជាជំរកដ៏ប្រសើរជាគ្រឿងការពារជាគ្រឿងអលង្ការរបស់ចិត្តបើគិតពីការលំបាកវិញម្នាក់មានរឿងត្រូវដោះស្រាយយើងខ្លួនចឹងពេលខ្លះយើងមិនអាចសង្ឃឹមថាគេមកជួយយើងគ្រប់រឿងហើយយើងបន្ទុកបដាក់បញ្ហាយើងទៅលើគេគ្រប់ពេលហ្នឹងគេក៏ពិបាកគេក៏ត្រូវមានរឿងរបស់គេត្រូវដោះស្រាយដែរចឹងយើងហ៊ានសាងកម្លាំងកាយកម្លាំងចិត្តកម្លាំងបញ្ញាដើម្បីប្រឈមមុខដោះស្រាយនឹងរឿងដែលកើតឡើងក្នុងជីវិតរបស់យើងហ៊ានទទួលស្គាល់ថាកើតមកវាតែងតែមានបញ្ហាអញ្ចឹងពេលខ្លះរឿងខ្លះហួសពីការស្មានរបស់យើងមនុស្សខ្លះយើងទុកចិត្តហើយបែរទៅជាផ្សេងទៅវិញហួសចិត្តណាគឺថាយើងធ្លាប់ជួយយើងទុកចិត្តមនុស្សនឹងបែរទៅជាក្បត់បែរទៅជាបោកប្រាស់អីចឹងទៅអញ្ចឹងយើងមានកម្លាំងសតិបញ្ញាដើម្បីដោះស្រាយបញ្ហាផ្លូវចិត្តរបស់យើងរឿងងាវកើតឡើងយើងដោះស្រាយទៅប្រឹងឲ្យអស់ពីសមត្ថភាពហើយហ៊ានកំណត់ដឹងថាវាមិនអាចបានអីដូចចិត្តយើងចង់គ្រប់រឿងបានទេពេលខ្លះវាបានតាមយើងចង់ពេលខ្លះវាមិនបានទេអញ្ចឹងយើងមិនអាចទាមទារថាឲ្យត្រូវតែបានដូចខ្ញុំថាអញ្ចឹងខ្ញុំគិតអញ្ចឹងបើយើងចង់អញ្ចឹងពេលវាមិនបានវាកើតទុក្ខហើយរឿងវាមិនអាចតាមចិត្តយើងចង់គ្រប់ពេលគ្រប់វេលាទេបើមានហេតុគ្រប់គ្រាន់រឿងហ្នឹងវាបានសម្រេចទៅឧបមាដូចយើងដាំស្រូវស្រាលអញ្ចឹងវា3ខែវាបានផលប៉ុន្តែបើយើងដាំស្រូវធ្ងន់យើងអត់អាចបខំថា3ខែហ្នឹងឲ្យបានផលមកខ្ញុំចង់បានអាហ្នឹងវាអត់បានទេយ៉ាងណាជីវិតហ្នឹងវាអាស្រ័យហេតុរបស់វាបើហេតុនឹងគ្រប់គ្រាន់ហេតុនឹងល្អផលហ្នឹងក៏បានល្អបើហេតុនឹងមិនល្អទេហេតុទាំងបច្ចុប្បន្នទាំងអតីតវាមិនល្អអញ្ចឹងវាត្រូវទទួលផលមិនល្អជួបបញ្ហាសម្រាប់អ្នកដែលមានបញ្ញាហ្នឹងមិនសូវជាទុកទោមនោះក្លែងឃ្លងរស័តដែលតាមផ្លូវចិត្តនឹងខ្លាំងពេកទេជាពុទ្ធជនហ្នឹងវាតែងតែប៉ះទង្គិចលោកធម៌ហ្នឹងខ្លះហើយប៉ុន្តែបើអ្នកនឹងបានសន្សំសតិបញ្ញាស្មារតីទៅក៏មិនអង្គុអង្គើខ្លាំងដែរអាចមានសមត្ថភាពលើកខ្លួនឯងមកវិញទប់ខ្លួនឯងឬក៏បានកម្លាំងនៃកល្យាណមិត្តជួយស្រោចស្រង់ត្រឡប់មកវិញមកងាយបានត្រឡប់មកវិញប៉ុន្តែបើខ្វះសតិបញ្ញាស្មារតីទុនល្វិល្វក់ទេអានឹងវាពិបាកអ្នកដទៃស្រង់ពីព្រោះយើងវាទុនខ្លួនដោយខ្វះនៅសតិបញ្ញាកំណត់ដឹងថាអ្វីវាមានហេតុទើបវាបានសម្រេចបើវាខ្វះហេតុវាអត់ទាន់បានទេយើង
ឈរលើហេតុផលមួយកំណត់ដឹងយើងមិនអាចដឹងថាយើងធ្លាប់ធ្វើអីពីមុនមកអីអតីតជាតិដោយព្រះសម្មាសម្ពុទ្ធទេប៉ុន្តែយើងដឹងថាយើងគ្រប់គ្នាទាំងអស់សត្វលោកនឹងមានកម្មជាអ្នកជំរុញអ្នកខ្លះកម្មល្អច្រើនក៏បានសុខច្រើនអ្នកខ្លះកម្មមិនសូវល្អច្រើនក៏មានបញ្ហាច្រើនយើងមានសទ្ធាជឿជាក់អញ្ចឹងទៅយើងអត់យំសោកបោកខ្លួនមិនអញ្ចឹងឯអត់ទេពីព្រោះកំណត់ដឹងថាហ្នឹងវាមានហេតុរបស់វាហើយបានវាចេញមកផលអញ្ចឹងយើងមានតែដោះស្រាយហើយទៅមុខទៀតផឹងធ្វើល្អទៀតទៅមិនកើតទុកខ្លាំងពេកចំពោះរឿងហ្នឹងឯងពីព្រោះរឿងហ្នឹងវាជាផលឯងបើត្រូវកែហេតុវាណាអំពើទង្វើពាក្យសម្ដីចិត្តគំនិតរបស់យើងណានឹងត្រូវកែហើយកែនឹងកែបានកម្មបច្ចុប្បន្នទៀតកម្មអតីតមិនអាចកែបានទេអញ្ចឹងយើងអាចមានសមត្ថភាពបញ្យល់ខ្លួនឯងអញ្ចឹងទៅយើងមិនសូវកើតទុកខ្លាំងទេមនុស្សមិនល្អគ្រប់10ទេរៀនមើលចំណុចល្អគេខ្លះផងរៀនផ្ដល់តម្លៃនិងសេចក្តីថ្លៃថ្នូរដល់អ្នកដទៃទើបរស់នៅជាមួយគ្នាបានសុខគេខឹងគេក្តៅបើអ្នកខឹងគេវិញអ្នកក៏ក្តៅដែរកំហឹងជាភ្លើងតែងដុតទីអាស្រ័យរបស់វាស្លាប់ទៅយកអ្វីទៅមិនបានទេរៀនធ្វើទានខ្លះគ្រាន់បានជាពូជបុណ្យសម្រាប់ទៅកាន់បរលោកនាយហួងហែងច្រើនទុកក៏ច្រើនដែរព្យាយាមបំពេញតួនាទីអ្នកឲ្យបានល្អបើត្រូវប្រែប្រួលក៏អស់ចិត្តដែរព្រោះអ្នកបានធ្វើអស់ពីសមត្ថភាពហើយចង់ឲ្យគេគោរពអ្នកត្រូវចេះគោរពគេមុនរៀនផ្ដល់តម្លៃសេចក្តីថ្លៃថ្នូរដល់មនុស្សសត្វអ្នកនឹងបានទទួលសេចក្តីសុខមកវិញព្យាយាមធ្វើរឿងណាដែលអ្នកអាចធ្វើបានរឿងដែលអ្នកមិនទាន់ធ្វើកើតរងចាំសិនចាំដល់ពេលអ្នកមានឱកាសមានសមត្ថភាពចិត្តបុណ្យចិត្តស្រស់ថ្លាចិត្តស្ងប់នាំឲ្យកាយក៏ស្រស់ចិត្តក៏ត្រជាក់ជីវិតបានសុខស្ងប់ច្រើនព្រោះចិត្តស្ងប់ល្អគ្មាននរណាជៀសផុតពីការនិន្ទាទេសូម្បីតែព្រះពុទ្ធកុំសូវយកពាក្យគេមកបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកឡើយធ្វើទានជួយសង្គ្រោះពេលគេមានទុក្ខអ្នកបានបុណ្យផងបានការរាប់អានផងបានដាំពូជជាអ្នកមានទ្រព្យច្រើនផងមនុស្សមានសម្ពាយបុណ្យខុសគ្នាជោគវាសនាក៏ខុសគ្នាដែរប្រឹងប្រែងរកឲ្យអស់ពីសមត្ថភាពហើយត្រេកអរចំពោះអ្វីដែលអ្នករកបានបើខ្ចីគេត្រូវចេះសងវិញកុំស៊ីដាច់បាបកម្មនាំឲ្យរកស៊ីមិនឡើងទេ
កុំយកមុខយកមាត់តែម្នាក់ឯងចែកគេខ្លះផងទើបធ្វើការជាមួយគ្នាបានយូរកុំយកពាក្យសម្ដីលាមករបស់គេមកគិតហើយដេកកើតទុកឡើយមាត់គេចិត្តគេខាត់គេមិនបានទេរឿងថ្ងៃស្អែកមិនទាន់មាននៅឡើយទេចាំស្អែកចាំជួបកុំព្រួយហួសហេតុពេកបើបុណ្យមាននឹងជួបរឿងល្អអតីតកាលបានកន្លងហួសទៅហើយកុំស្ដាយអីព្រោះបើស្ដាយទៅក៏កែអ្វីមិនបានដដែលយកវាជាមេរៀនហើយដើរទៅមុខកុំងាកក្រោយញឹកពេកបើប្រាថ្នាសេចក្តីសុខដល់ខ្លួនឯងសូមកុំផ្ដល់សេចក្តីក្តៅក្រហាយដល់អ្នកដទៃព្រោះកម្មនឹងរត់មករកម្ចាស់វិញមិនខានមានជួបមានព្រាត់មានសុខមានទុក្ខជារឿងធម្មតារៀនទទួលយកទាំងពីរទៅដល់ណាក៏ជួបដែរកុំកំណាញ់ពាក្យលើកទឹកចិត្តពេលគេធ្វើបានល្អអ្នកបានបុណ្យផងបានមិត្តភាពផងបានជួយពង្រីកអំពើល្អផងខឹងហើយគុំគួនចងពៀគ្នានាំឲ្យកើតទុក្ខក្តៅក្រហាយវែងឆ្ងាយកំណើតវិលវល់កើតមកជាសត្រូវនឹងគ្នាបើខឹងឲ្យឆាប់បាត់កុំចងពៀគ្នាបំណងប្រាថ្នាមិនចេះតែបានសម្រេចគ្រប់ពេលទេហេតុមិនគ្រប់មិនបានសម្រេចឡើយរៀនទទួលស្គាល់ការពិតទើបមិនសូវមានទុក្ខកុំមានអ្នកពេកកុំពូកែតែឯងពេកកុំចេះគ្រប់រឿងពេកកុំអួតពេកស្ងាត់ខ្លះស្ដាប់គេខ្លះក៏ល្អដែរនិយាយច្រើនតែអត់ប្រយោជន៍យូរទៅអស់តម្លៃខ្លួនឯងពាក្យពិតពាក្យមានប្រយោជន៍មើលកាលសិនសឹមនិយាយខឹងក្រោតច្រើនមួម៉ៅច្រើនទុកក៏ច្រើនបើខឹងឲ្យឆាប់បាត់កុំគុំទុកក្នុងចិត្តអីរៀនដូរចិត្តដូរអារម្មណ៍ដូររឿងសាងល្អឲ្យហើយកុំចាំថ្ងៃស្អែកជីវិតមិនទៀងទេខំសាងបុណ្យបានជាទ្រព្យជាប់តាមខ្លួនទម្លាប់និយាយដោយចិត្តមេត្តាដោយពាក្យពីរោះពិសាហើយមើលពេលផងអ្នកបានបុណ្យផងបានមិត្តភាពផងមិនបៀតបៀនអ្នកដទៃដោយកាយឬវាចាជាមហាបុណ្យដ៏ធំធេងកើតជាតិណាមានអាយុវែងសុខភាពល្អមានគេចូលចិត្តច្រើនអ
อดทนจมพูการลำบากอดทมุดจมพูปีสำได้เนดดไตอดเอาจมพูตุกลมหอกต่างลายมันตอบต่อแต่งกลมหังจีใจจุมเนดดทมเทงคือชนะสิกได้กล่าวขนมจัดเนบานประเจจัดหายเหมือนเมียนเบียวิรีออยอาลอยเกชลูกเนี้ยบาปครั้งนะหายเมียนกรรมเปียเตียดการเจียดนาใบบะโกนใจรัวเนื้อเหมือนสอกเตเป็นยิ่งได้ออยเจ็ดกึดแกรงจัดเกขลับพองวิจามันล้อนอมออยเมียนบาปกรรมเปียเวรีการเจียดนาสมบูสตรอาหารเพลยจัดเพียปีสำนางหลอเกิดปีอมปือหลอได้เนบานสางสำนางเกราะเกิดปีอมปือเกราะได้เนบานปรบรึกกำหังจีแก้วปึงรีเพื่อไอเรื่องโต้คลายจีเรื่องทมเปรกำหังระสายบัดตื้อปัญหาเงียดอสรายกลมต่อกระหอลหูหายเปยเรื่องการล้างตามหายระบบเวียมันแม้นตามจัดเนะบังคอมเตเรียนดอเลงคลุนเนะปีกกอตัยตะกาลจัดตุกทายถ้าไม่กาปีจัดก็เอาเมียนเมรูโจลหรือก็เอาสตรมาเบียดเบียนจัดยืงบานจัดใบยืงนั้นเวียนเมียนเมรูหรือก็สตรดูจุดทำเพียบมูไม้ก็ได้หายหรือเวลเวตกสิบบะจัดตอบประมาณไอ้จังจัดนายชนิดนี้ไอ้จังตัวเตี้ยแต่จังตอนละเมียนองกระกาปีจัดคือสมาร์ทใดสมาร์ทใดนั้นตามดานกาปีจัดนั้นไปจัดเตอร์น้าสมาร์ทใดนั้นเตอร์จมวยเบอร์สันจิตาอาจจะนายเมาแผลอะพิวอดลอเมาอ่ะพิวโค้ยเมาอาจจะนายนักขังสอบกุมมาหรือเวียนั่งยังแผลจัดดันวิจัยนั่งพิวอดลอยปนเบอร์อุทธาเมียนพิวลอมาอุทธาริเรียสระสายเมียนเมตตาตึกจัดลอเมียนกาต่อสู้เมียนปัญญาสมาได้รังมวมเจยุกยุลอดอ่อนเชียสายอดทนนึงแบบจะเท่าผิวนึงอ่อนนะเอาโจมาอันนั้นวิสมาหนึ่งยืงหายผิวอ่อนมาเลยเตะยืงไปสกสบายเป็นแบบยืงหายเจ้ามาโจเตะเจ้าไปบำพลายเตะสบายยืงไงจังปปอนกาปีจัดหรือก็องกระกาปีจัดใบยืงคือสเตะสมาร์ทได้ตามด่านมือผิวđểโจเตะโจจัดใบยืงนั่งยืงเรื่องแต่ผิวนาล้อให้ดันผิวนามันล้อนั่งจังให้สมาร์ทได้นั่งเถอะเนยจมูกยืงจินจิกาเด็กดาวชงกุยใหญ่ได้สีจกบกตะเปียโจปตุกตักดาวเสียแปะไอ้ถึงอ้อนั่นคือส
ស្មារតីនឹងនៅជាមួយយើងអញ្ចឹងស្មារតីស្មារតីនៅជាមួយយើងចិត្តនឹងវាទៅគិតរឿងក្តៅក្រហាយមួម៉ៅអីស្មារតីនឹងប្រាប់ថាខុសផ្លូវហើយកុំទៅហើយអញ្ចឹងចិត្តនឹងវារឹងមាំពីព្រោះវាអត់មានសត្រូវមកបៀតបៀនច្រើនអញ្ចឹងត្រូវប្រយ័ត្នប្រយែងការពារចិត្តខ្លួនឯងទើបរស់នៅបានសុខអនុមោទនាខឹងគេធ្វើបាបចិត្តខ្លួនឯងគ្មានអ្នកណាធ្វើតាមចិត្តយើងគ្រប់ពេលទេរៀនអត់ធន់ខ្លះទៅកុំនិយាយរឿងក្តៅក្រហាយច្រើនពេកខាតពេលផងខូចចិត្តផងមានបាបទៀតបណ្ដោះចិត្តស្រឡាញ់បណ្ដេញចិត្តស្អប់ជីវិតបានសុខស្ងប់ច្រើនកុំបណ្ដោយឲ្យចិត្តរវើរវាយពេករៀនកាត់ឲ្យខ្លីៗខ្លះទៅទើបមិនសូវស្មុគស្មាញកុំចូលចិត្តជន់ជើងគេឯងពេកក្រែងឈើជើងមិនបានយូរបើសរសើរឲ្យគេឮគ្រប់គ្នាបើបន្ទោសរកកន្លែងណាស្ងាត់ជីវិតមានជួបមានព្រាត់ជារឿងធម្មតាកុំកើតទុក្ខពេកបើជីវិតមានរឿង100ឲ្យអ្នកយំអ្នកមានហេតុផល1000សម្រាប់ញញឹមរួចបន្តដំណើរទៅមុខទៀតកុំយកកំហឹងជាម្ចាស់ត្រូវធ្វើជាម្ចាស់កំហឹងវិញត្រូវគេងត្រូវសម្រាកជីវិតក៏ដូចគ្នាពេលខ្លះជួបរឿងល្អក៏ទទួលយកទៅតែកុំមានមោទនភាពពេកកុំអួតក្អេងក្អាងពេកជោគជ័យថ្ងៃនេះមិនប្រកាសថាជោគជ័យនៅថ្ងៃស្អែកទេហើយបើពេលខ្លះជួបរឿងមិនល្អក៏គ្មានអីត្រូវយំដែរប្រឹងដោះស្រាយទៅជីវិតគឺអញ្ចឹងឯងពេលខ្លះបុណ្យឲ្យផលពេលខ្លះបាបឲ្យផលអ្នកយំពេលជួបបញ្ហាប្រៀបដូចជាអ្នកយំមិនចង់ឲ្យមេឃងងឹតដូច្នោះឯងជាមនុស្សខ្សោយបញ្ញាមិនហ៊ានទទួលស្គាល់ការពិតនៃជីវិតបុគ្គលនោះនឹងរស់នៅជាមួយសេចក្តីទុក្ខយ៉ាងច្រើនមិនខាន
ចិត្តនឹងវាមានតួនាទីដឹងរឿងនេះរឿងនោះហើយប៉ុន្តែបើយើងមិនប្រយ័ត្នប្រយែងមិនមានស្មារតីជួយរក្សាទេវាដើរដឹងរឿងទៅពីទៅពីវាដើរគិតរឿងទៅប្រទេសទៅដាស់អានឹងធ្វើឲ្យចិត្តនឹងរវាយច្រើនស្មុគស្មាញច្រើនកើតទុក្ខច្រើនដែរឧទាហរណ៍ថាយើងចេះតែបដោយចិត្តឲ្យស្ដាយរឿងដែលកន្លងហួសទៅហើយចេះតែស្ដីបន្ទោសខ្លួនឯងមិនសមចឹងសោះមិនគួរសោះបើចេះទៅមានអីមកពីវានឹងបានចឹងអានឹងយើងបដោយចិត្តឲ្យទៅរស់នៅក្នុងអតីតកាលយើងបដោយឲ្យខ្មោចអតីតកាលមកលងចិត្តរបស់យើងអញ្ចឹងយើងអត់បានសុខទេពីព្រោះអារម្មណ៍ហ្នឹងវាមានមេរោគមកជាមួយមេរោគហ្នឹងតាមពិតទៅវានៅក្នុងចិត្តរបស់យើងគ្រាន់តែមានស្អីមកប៉ះបន្តិចទៅវារើឡើងវិញវាក្តៅវាកាហាយវាស្ដាយវាមួម៉ៅអញ្ចឹងទៅអញ្ចឹងតើឡើយយើងរៀនមានស្មារតីកំណត់ដឹងថាអូចិត្តអញគិតរឿងអតីតរឿងនឹងហួសហើយបើទោះជាយើងស្ដាយកើតទុកទៅក៏កែបានដែរអញ្ចឹងកាត់វាយកសតិជាអ្នកតាមដានហើយបញ្ញាមកកាត់ជាក្បិតកាត់កុំឲ្យវាទេនតាយយើងចាត់ទុកថាវាជាផលបាបទៅចោះអញ្ចឹងទៅមុខទៀតអញ្ចឹងក្បិតបញ្ញានោះមកកាត់ហើយបើចិត្តនឹងវាស្ថិតនៅក្នុងអារម្មណ៍ល្អឧទាហរណ៍ថាក្នុងធម៌ក្នុងសមាធិឬក៏ពិចារណាដល់អំពើល្អដែលយើងបានធ្វើហើយសบายចិត្តទៅធម៌ប្រសង់នឹកដល់មេដាបិតាអីចឹងទៅយើងសบายចិត្តយើងដឹងថាចិត្តរបស់យើងស្ថិតនៅក្នុងផ្លូវត្រូវហើយយើងជំរុញបន្ថែមស្មារតីដឹងថាដើរក្នុងផ្លូវត្រូវបញ្ញាជួយរុញឲ្យដំណើរចិត្តនឹងដើរឲ្យមកសែបគប់មិត្តល្អឲ្យចេះស្ដាប់ធម៌ឲ្យឧស្សាហ៍រំលឹកគុណពុទ្ធធម៌ប្រសង់ឲ្យឧស្សាហ៍នឹកដល់អំពើល្អដែលបានធ្វើហើយឲ្យមានសទ្ធាឲ្យមានមេត្តាឲ្យមានខន្តីអញ្ចឹងបញ្ញានឹងជួយរុញទៅអញ្ចឹងប៉ុន្តែនៅក្នុងជីវិតហ្នឹងវាមានរឿងដែលនាំឲ្យក្តៅក្រហល់កាហាយហ្នឹងច្រើនឧទាហរណ៍ពាក្យសម្ដីអ្នកដតីរឿងគេខ្ចីលុយមិនសងគេឌឺគេដងរឿងចំណែននិន្ទាឈ្នានេះពីអ្នកដតីអីចឹងទៅហើយបើយើងយកចិត្តទៅតាមដានរឿងចឹងនេះថាអញ្ចេះនោះថាអញ្ចោះអូអាហ្នឹងយើងយើងទៅតោងអារម្មណ៍ហ្នឹងហើយអារម្មណ៍ហ្នឹងវាមានមេរោគអញ្ចឹងវាឆ្លងមកយើងហើយអញ្ចឹងតោះតែយើងប្រយ័ត្នប្រយែងបើទទួលរឿងមិនល្អអាហ្នឹងធ្វើម៉េចទេជីវិតហ្នឹងវាមានចឹងហើយវាមានល្អខ្លះមិនល្អខ្លះចឹងហើយធម្មតាទេទ្រាំទៅមុខទៀតទៅដោះស្រាយទៅអាហ្នឹងកុំឲ្យយើងដៅកាហាយមួម៉ៅនឹងរឿងដែលកើតឡើងអាហ្នឹងយើងកើតទៅជារឿងល្វើល្វាយកើតទុកមិនសុខចិត្តពិបាកឯងអាហ្នឹងតើបច្ចុប្បន្នហ្នឹងគាត់ត្រូវដោះស្រាយពេលបច្ចុប្បន្នអនាគតទៅទៀតឧទាហរណ៍រឿងដែលមិនទាន់មកដល់អញ្ចឹងអ្នកខ្លះមិនសមចិត្តភ័យព្រួយច្រើនពេកក៏វាធ្វើឲ្យរំខានផ្លូវចិត្តធ្វើអីអត់កើតគិតតែដេកភ័យអញ្ចឹងតើមានសតិតាមដានចិត្តមានស្មារតីជួយពយល់ចិត្តកុំឲ្យវាលួងនៅក្នុងផ្លូវខុសទាញឲ្យវាតម្កល់នៅក្នុងផ្លូវត្រូវសមាធិក្នុងធម៌ពយល់ចិត្តនឹងកុំឲ្យកើតទុកអានឹងយើងមិនសូវរវើរវាយខ្លាំងទេ
dươngម្នាក់នោះវាមានថាចិត្តកំណាញ់ទៅកាន់ចង់បានតែមកខ្លួនឯងឬក៏គ្រួសារឯងហ្នឹងវាច្រើនណាសមឧបនិស្ស័យក្នុងធម៌លោកហៅមច្ឆរិយៈកំណាញ់ឬក៏ឧបាទានការប្រកាន់ហ្នឹងវាយូរហើយចឹងវាច្រើនមានអ្នកខ្លះដែរដែលគេសំឧបនិស្ស័យចែករំលែកនៅក្នុងធម៌លោកហៅទានូបនិស្ស័យឧបនិស្ស័យនៃការផ្ដល់សេចក្តីសុខដល់អ្នកដទៃអញ្ចឹងគាត់មានរបស់មានទ្រព្យរកបានមកនឹងគាត់សន្សំចិត្តថាធ្វើម៉េចនោះបានជួយគេឲ្យបានធូរស្បើយពីសេចក្តីទុក្ខមកជាអ្នកទុរគតពិបាកឬក៏អ្នកដែលមានជំងឺឈឺស្កាត់ចឹងជួយយើងមើលទៅឃើញថាគាត់ឆោតគាត់ខំប្រឹងរមកហើយឲ្យគេធូរចឹងទៅប៉ុន្តែយើងមិនមែនជាគាត់យើងអត់ដឹងទេថាគាត់ឃើញគេមានទុក្ខសដានចិត្តករុណាចិត្តហ្នឹងកើតឡើងចង់ជួយសង្គ្រោះគេនឹងឲ្យបានធូរស្បើយពេលគេបានធូរស្បើយពីសេចក្តីទុក្ខគាត់សប្បាយចិត្តណាករុណាចិត្តអាណិតហ្នឹងជាបុណ្យមួយពេលឃើញគេរួចពីទុក្ខហើយគាត់សប្បាយចិត្តរីករាយត្រេកអរហ្នឹងជាបុណ្យមួយលោកហៅថាមុទិតាប៉ុន្តែទាំងពីរហ្នឹងវាប្រឆាំងគ្នាទានូបនិស្ស័យការចែករំលែកសេចក្តីសុខជាមួយនឹងមច្ឆរិយៈគឺសេចក្តីកំណាញ់នឹងវាច្បាំងគ្នាហើយបើមួយណាឈ្នះអានឹងទាញចិត្តទាញគំនិតសកម្មភាពយើងទៅនឹងបើឧទាហរណ៍ថាកំណាញ់នឹងវាខ្លាំងប្រមូលតែបងប្អូនឯងក៏ឆ្លោះគ្នាតែមិត្តភ័ក្តិខ្លួនឯងនឹងក៏ក្បត់គ្នាបានដែរអានឹងមច្ឆរិយៈសេចក្តីកំណាញ់លោភៈច្រើនវាហួងហែងច្រើនវាប្រមូលធ្វើម៉េចឲ្យតែបានច្រើនហើយកើតរឿងបែកបាក់ឆ្លោះប្រកែកប៉ុណ្ណឹងប្រជែងឡើងតុលាការអីចឹងទៅហើយយកមកបណ្ណាក៏មិនគ្រប់ដែរពីព្រោះលោភៈសេចក្តីប្រាថ្នាជាប់ជំពាក់នឹងដូចភ្លើងអញ្ចឹងវាអត់ចេះឆ្អែតនឹងអស់ទេបាទហ្នឹងតើឡើយយើងយល់ថាទ្របហ្នឹងយើងយកមកដើម្បីឲ្យបានសេចក្តីសុខក្នុងជីវិតជាបច្ចុប្បន្នក្រុមគ្រួសារប៉ុន្តែទ្របហ្នឹងមិនអាចយកទៅតាមខ្លួនបានទេច្រើនប៉ុណ្ណាក៏ដោយយកទៅមកកាក់ម៉ាសេនទៅក៏មិនរួចដែរអញ្ចឹងមានតែឆ្នៃទ្របនឹងឲ្យទៅជាកុសលធម៌ចេតនាថ្នាក់ទានអញ្ចឹងរបស់ទ្របខាងក្រៅคล้ายទៅជាទឹកចិត្តល្អទឹកចិត្តបន់សង្គ្រោះខាងក្នុងយើងបានទឹកចិត្តនឹងយើងសប្បាយចិត្តដែរហើយនឹងដែលលោកហៅថាបន់នាំមកនៅសេចក្តីសុខនឹងសុខទាំងពេលបច្ចុប្បន្នទៅមុខទៀតនៅក្នុងធម៌សម្ដែងពីអានិសង្ឃនៃការធ្វើទានធ្វើឲ្យមានគេស្រឡាញ់គេចូលចិត្តគេរាប់អានច្រើនមានទ្រព្យសម្បត្តិរកស៊ីទទួលទានអីក៏ងាយដោយឧបនិស្ស័យនៃការធ្វើទាននឹងឯងចំណែកអ្នកកំណាញ់ស្មូចង់តែបានមកខ្លួនឯងនឹងវាបានពេលបច្ចុប្បន្នហ្នឹងប៉ុន្តែมันបានដាំពូជថ្មីសម្រាប់ជាទ្រព្យជាប់តាមខ្លួនទៅលោកខាងមុខគេ
ស្លាប់ទៅអស់ហើយគេយកប្រពន្ធកូនគេយកទ្រព្យសម្បត្តិចែកគ្នាអស់ទៅមានបានអីយកមកដាក់នឹងខ្លួនអញ្ចឹងតលយកទ្រព្យនឹងឆ្នៃជាទ្រព្យទឹកសាបបានជាប្រយោជន៍ដល់មនុស្សម្នាអ្នកដទៃបើយើងមានច្រើនហើយប៉ុន្តែយើងមិនបានចែករំលែកដូចជាទ្រព្យទឹកប្រៃទឹកសមុទ្រអញ្ចឹងគេមកផឹកអាស្រ័យមិនកើតទេវាប្រៃមានន័យថាគេអត់បានប្រយោជន៍ពីទ្រព្យសម្បត្តិរបស់យើងហើយយើងក៏មិនបានយកអ្វីទៅតាមខ្លួនដែរអញ្ចឹងរៀនសន្សំនៅទានូបនិស្ស័យឧបនិស្ស័យនៃការចែករំលែកសេចក្តីសុខអ្នកដទៃកាត់បន្ថយមច្ឆរិយៈសេចក្តីកំណាញ់គិតតែពីខ្លួនឯងយើងសប្បាយចិត្តទាំងក្នុងបច្ចុប្បន្នទៅមុខទៀតក៏យើងបានផលបានអានិសង្សពីពូជនៃការធ្វើទាននឹងដែរបើយើងធ្វើដំណើរយើងហត់យើងសម្រាកមួយរយៈសិនដើម្បីយកកម្លាំងហើយធ្វើដំណើរទៅមុខទៀតយ៉ាងណាចិត្តរបស់យើងនឹងក៏ត្រូវមានពេលវេលាសម្រាកបើមិនចឹងទេវាមានបញ្ហាវល់ហើយយើងគ្រប់គ្រងចិត្តលែងបានសម្រាប់ចិត្តចង់សំដៅទៅលើយើងយកចិត្តនឹងមកជ្រកនៅក្នុងគុណធម៌មកប្រស្រ័យជាមួយនឹងអារម្មណ៍ដែលល្អដែលនាំឲ្យកើតកុសលឧទាហរណ៍ថាស្ដាប់ធម៌នឹកដល់គុណពុទ្ធពធប្រសង្ឃចម្រើនសមាធិរក្សាចិត្តនឹងឲ្យនឹងថឹងរឹងប៉ឹងអញ្ចឹងចិត្តនឹងបានមកសម្រាកនៅក្នុងគុណជំរកគឺគុណធម៌មិនសូវក្តៅកុហកកាហាយនឹងរឿងរ៉ាវខាងក្រៅច្រើនពេកទេរឿងរ៉ាវយើងនៅតែប្រឈមមុខយើងនៅតែដោះស្រាយពីព្រោះយើងមិនអាចជៀសរួចបានទេត្រូវប្រស្រ័យតាក់ទងត្រូវប្រកបមុខរបរទទួលទានត្រូវទទួលខុសត្រូវចំកូនចំចៅជាដើមប៉ុន្តែក៏មិនអាចបដោយឲ្យចិត្តនឹងដើរកាត់វាលក្តៅវាលខ្សាច់នឹងមួយថ្ងៃ24ម៉ោងអត់មានសម្រាកសោះគ្រោះថ្នាក់រហូតដល់អ្នកខ្លះគេងអត់លក់កើតជំងឺមួម៉ៅស្មុគស្មាញតុកសិចពិបាកចិត្ត stress វាធ្វើឲ្យស្ថានភាពផ្លូវចិត្តនឹងដុនដាបមែនតើអញ្ចឹងតើយើងរៀនស្វែងរកជំរកផ្លូវចិត្តអាស្រ័យនឹងទីកន្លែងណាឧទាហរណ៍ថាបានមកកន្លែងបច្ចេកដីដើមពោធិព្រឹកឬក៏ទីសក្ការៈបូជាយើងមានឱកាសថ្វាយបង្គំនមស្ការធ្វើចិត្តឲ្យស្ងប់មួយរយៈពេលអញ្ចឹងទៅក៏វាចិត្តរបស់យើងនឹងក៏ស្ងប់រងាប់បន្តិចអញ្ចឹងទៅហើយវាតលតែឧស្សាហ៍ជ្រោកក្រោមម្លប់នឹងនៅពេលធ្វើដំណើរមួយថ្ងៃហ្នឹងខ្សែគប់មិត្តល្អមានពេលស្ដាប់ធម៌មានពេលចម្រើនសមាធិដង្ហើមចេញដង្ហើមចូលឬក៏ផ្សាយមេត្តាចិត្តសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យសពសត្វទាំងអស់បានសុខរួចផុតពីទុក្ខអញ្ចឹងទៅយើងដូចថាមានមលុបប្រធរហ្នឹងជាជំរកយើងមិនសូវក្តៅកុហកកាហាយដោយរឿងរ៉ាវខាងក្រៅនឹងដោយកម្ដៅអកុសលមានចំណែននិន្ទាឈ្នាននេះគំនុំគុំគួនពាក្យពេចន៍សម្ដីអ្នកដតីអីហ្នឹងពេលខ្លះវាភ្លើងធ្វើឲ្យយើងក្តៅអញ្ចឹងយើងកិច្ចពីកម្ដៅអកុសលមកជ្រោកនៅក្នុងមលុបគុណធម៌សេចក្តីល្អអាហ្នឹងវាស្រស់ចិត្តរបស់យើងហើយមិនសូវក្តៅក្រហាយ
ចិត្តរបស់យើងនោះវាលពិលពោចដូចស្វាជាងលូតពីដើមឈើមួយទៅដើមឈើមួយអឺចេញពីអារម្មណ៍មួយទៅរកអារម្មណ៍មួយគិតពីអ្នកនេះហើយទៅគិតពីអ្នកនោះគិតរឿងនេះគិតរឿងនោះគិតរឿងកន្លងមកហើយខ្លះទៅមុខខ្លះវិលវល់បើយើងមិនបានរក្សាចិត្តដោយសតិស្មារតីឲ្យបានល្អទេកើតជំងឺបញ្ហាច្បុកច្បល់ច្រើនណាស់ចឹងតើមានអង្គរៈអ្នកការពារចិត្តរបស់យើងនឹងតាមដានចិត្តនឹងជាប្រចាំបានដល់សតិឬក៏ស្មារតីនឹងនៅក្នុងធម៌លោកហៅសទាសតោឲ្យមានសតិជាប្រចាំសទានឹងវាថាជាប្រចាំជានិច្ចកាលមើលថាចិត្តនឹងវាដើរនៅក្នុងផ្លូវអីក្នុងផ្លូវល្អឬក៏ផ្លូវមិនល្អវាទៅគិតរឿងខឹងចំណែនស្អប់គុំគួនដើរកាហាយវើរវាយឬក៏វានៅក្នុងគុណធម៌កុសលធម៌មេត្តាករុណាសតិបញ្ញាហើយយើងតើកំណត់ដឹងថាមួយណាជាសត្រូវរបស់ចិត្តមួយណាជាកល្យាណមិត្តមិត្តល្អរបស់ចិត្តឧទាហរណ៍ថាខឹងអន់សពុនចិត្តមួម៉ៅក្តៅខាយចំណែននិន្ទាឈ្នានេះស្ដាយភ័យព្រួយហ្នឹងយើងកំណត់ដឹងថានឹងជាសត្រូវរបស់ចិត្តវាមកលួចប្លន់សេចក្តីសុខពីចិត្តយើងពេលវាមកដឹងថាអូវាមកលួចប្លន់សេចក្តីសុខពីចិត្តហើយវិធីសាស្ត្រធ្វើម៉េចចេញពីចិត្តមិនល្អហ្នឹងចេញពីអកុសលទាំងអស់ហ្នឹងឧទាហរណ៍ថាមិនចំណែនទេយកបញ្ញាមុទិតាមកបញ្យលមុទិតាត្រេកអរនឹងគេបានជោគជ័យចម្រើននឹងបញ្ញាបញ្យលប្រាប់ខ្លួនឯងថាអានឹងបុណ្យរបស់គេទេគេខំប្រឹងប្រែងមកគេខំសំមកគេបានប៉ុណ្ណឹងអញ្ចឹងត្រេកអរនឹងគេទៅអញ្ចឹងវាមកទប់ស្កាត់អកុសលសត្រូវគឺចំណែនអ៊ីសាហ្នឹងហើយឧទាហរណ៍ថាបើមានកំហឹងទោសៈបន្ទុសរាយនឹងអារម្មណ៍ហ្នឹងយើងជួបយើងអត់ពេញចិត្តយើងមួម៉ៅយើងកំណត់ដឹងថាអូចិត្តអញខឹងហើយតើមានបញ្ញាមកពយល់ថារឿងរ៉ាវក្នុងជីវិតដែលយើងជួបហ្នឹងវាមានហេតុរបស់វាទើបវាមានផលមកចឹងវាមានកម្មជាអ្នកផលិតផលឲ្យជួបរឿងមិនល្អអញ្ចឹងអ្វីមិនមែនជារឿងចៃដន្យទេយើងមានកម្មរបស់យើងបានជួបរឿងអកុសលវិបាកផលមិនល្អហ្នឹងហ្នឹងរៀនស្វែងយល់អំពីដំណើរនៃហេតុផលអញ្ចឹងទៅយើងអត់ឆ្លោះជាមួយនឹងផលទេយើងជួបហើយយើងដោះស្រាយទៅត្រូវខាតទៅចំណេញត្រូវប្រឈមមុខយ៉ាងម៉េចយើងដោះស្រាយអត់ឆ្លោះជាមួយនឹងរឿងអារម្មណ៍ដែលកើតឡើងហ្នឹងឯងអញ្ចឹងយើងទៅមុខទៀតហើយយើងមានអារម្មណ៍ផ្សេងទៀតត្រូវជួបអាចជាអារម្មណ៍ល្អក្តីមិនល្អក្តីយើងយកវាជាបទពិសោធន៍ជាមេរៀនហើយយើងទៅមុខទៀតតែអត់សំពីងសំពងឯងយើងតើឡើយយើងមានសតិនឹងតាមដានចិត្តនឹងជាប្រចាំសតិនឹងនៅនឹងកាយនៅនឹងសកម្មភាពដេកដើរឈរអង្គុយនិយាយស្ដីស្លៀកពាក់ញ៉ាំចុកហ្នឹងឲ្យស្មារតីនឹងនៅនឹងខ្លួនជាប្រចាំកុំឲ្យវាធ្វើទាំងអត់ដឹងខ្លួនឬក៏ភ្លឹកតែភ្លឹកវានាំឲ្យមានបញ្ហាគូក្បាលពេលទៅថ្ងៃខាងមុខបញ្ហាស្មារតីហ្នឹងសតិហ្នឹងនៅនឹងសកម្មភាពដេកដើរឈរអង្គុយជាប្រចាំហើយតាមដានមើលស្ថានភាពចិត្តរបស់យើងជាប្រចាំបើវានៅក្នុងផ្លូវខុសត្រូវរកវិធីសាស្ត្រទាញមកខ្សែគប់មិនល្អស្ដាប់ធម៌
អានសិភៅធម៌ឬក៏សមាធិឬក៏ដូរអារម្មណ៍ទៅណាសិនអីដើម្បីឲ្យចិត្តហ្នឹងវាចេញផុតអំពីអារម្មណ៍នាំឲ្យក្តៅក្រហាយនឹងអាហ្នឹងបើចិត្តយើងមិនទាន់រឹងប៉ឹងខ្លាំងណាបើសម្រាប់អ្នករឹងប៉ឹងខ្លាំងគេអាចដោះស្រាយប្រឈមមុខនៅពេលដែលមានបញ្ហាផ្ទាល់ហ្នឹងក៏បានដែរអញ្ចឹងយើងអាស្រ័យកល្យាណមិត្តអាស្រ័យអារម្មណ៍ដែលធ្វើឲ្យចិត្តយើងរីករាយនឹកដល់បុគ្គលជាទីគោរពនឹកដល់ពុទ្ធពធប្រសង្ឃនឹកដល់អំពើល្អដែលយើងបានធ្វើហើយនឹកដល់អ្នកដែលធ្លាប់ថាមានចិត្តនឹងណោអញ្ចឹងយើងយកបុគ្គលនឹងជាគំរូយើងកាត់បន្ថយឲ្យកំហឹងអីហ្នឹងហើយអញ្ចឹងមានសតិជាប្រចាំហើយមានបញ្ញានៅក្នុងស្ថិតឋានសួគ៌លោកហៅសម្បជញ្ញៈអញ្ចឹងពន្យល់ខ្លួនឯងមិនឲ្យកើតទុកជាមួយនឹងរឿងនឹងខ្លាំងហើយនឹងតើឡើយយើងមានទាំងពីរយើងមានទាំងសតិមានទាំងសម្បជញ្ញៈទៅជាមួយទើបយើងបានធូរស្បើយពីការរវើរវាយស្មុគស្មាញមួម៉ៅប្រឆាំងនឹងអារម្មណ៍ដែលកើតឡើងហ្នឹងអាហ្នឹងយើងអត់លែងសូវមានបញ្ហាផ្លូវចិត្តដែរ